រុនសួស្តីក្មេងៗក្មួយបាទជំរាបសួរបងប្អូនខ្ញុំបាទនឹងនិយាយរឿងមហាភារតយុទ្ធវគ្គបន្តខណៈនេះការវៈនិងបណ្ឌវៈកំពុងតែស្ថិតនៅក្នុងទីក្រុងហតេនពុរៈនៅក្នុងអគារសភាមួយដែលស្ថិតនៅក្នុងទីក្រុងហតេនពុរៈបាទដែលជាអគារធំមួយនៅក្នុងនោះមានមន្ត្រីនិងមនុស្សម្នាជាច្រើនដែលកំពុងរងចាំនៅមើលហើយនឹងតូតព្រឹត្តិការណ៍បាទមួយដែលកើតឡើងទីនោះគឺជាការលេងល្បែងបាសការវាងកៅរវៈហើយនិងបណ្ឌវៈល្បែងនេះគឺកើតឡើងដោយសារដោយដែលបងប្អូនបានជ្រាបហើយនៅវគ្គមុនគឺដោយសារកៅរវៈជាពិសេសទុរយោធគឺដោយសារមានសេចក្តីលោភលន់ព្រះអង្គបានរៀបចំផែនការជាមួយនឹងពុកមារបស់ទ្រង់ហើយនៅក្នុងនោះដែរក៏ឪពុកបិតារបស់ទ្រង់គឺថរិទ្ធរាជមានតួនាទីសំខាន់ក្នុងការជំរុញឲ្យមានល្បែងនេះកើតឡើងបាទនៅពេលដែលល្បែងបាសការនឹងចាប់ផ្ដើមគឺល្បែងបាសការនឹងមិនដឹងជាមានរូបរាងលក្ខណៈយ៉ាងណានោះទេក៏ប៉ុន្តែនៅពេលក្រោយខ្ញុំបាទនឹងសិក្សាស្រាវជ្រាវដើម្បីស្វែងរកអំពីវិធីនៅក្នុងការលេងហើយនឹងកូនបាសការមានលក្ខណៈយ៉ាងណានោះក៏ប៉ុន្តែនៅពេលនេះអ្វីដែលខ្ញុំបាទយល់ហើយនឹងដឹងខ្លះខ្ញុំបាទនឹងបង្ហាញអំពីល្បែងបាសការមួយនេះល្បែងបាសការនេះគឺជាគ្រាប់ឡុកឡាក់ក៏ប៉ុន្តែយើងមិនដឹងជាប៉ុន្មានគ្រាប់នោះទេ3គ្រាប់1គ្រាប់ឬក៏ប៉ុន្មានគ្រាប់នោះទេហើយមានពីលេខប៉ុន្មានលេខ1ដល់លេខ6ឬមួយយ៉ាងណានោះផងដែរនៅពេលដែលគេក្រឡុកបាទពិតណាស់គឺល្បែងនេះគឺគេក្រឡុកគ្រាប់ឡុកឡាក់រួចហើយបានបោះច្រាលបោះប្រងទៅលើកម្រាលរួចហើយគ្រាប់នឹងវានឹងរត់បង្ហាញលេខហើយយើងអាចបូកលេខទាំងនោះដើម្បីឲ្យដឹងចំនួនតើអ្នកណាជាអ្នកឈ្នះអ្នកណាជាអ្នកចាញ់បន្ទាប់ពីយុទ្ធិសរៈបានបោះគ្រាប់ឡុកឡាក់ដំបូងរួចហើយសកនិដែលជាពុកមារបស់ទុរយោធហើយបានលេងជំនួសទុរយោធបាទដើមក្រយាតំណាងនេះគឺដើមផាន់បាទដើមផាន់តើដំបូងឡើយនឹងគឺមិនបានដាក់ទ្រព្យអ្វីដុំកំភួននោះទេគឺដាក់លុយកាក់បាទនៅសម័យហ្នឹងគឺគេមានលុយប្រាក់កាក់ដែលធ្វើអំពីស្ពាន់កាក់ដែលធ្វើអំពីប្រាក់ដែលកាក់ធ្វើអំពីមាសដែលគេហៅថាលុយកហបណៈក៏ប៉ុន្តែនៅក្នុងរឿងនេះគឺអ្នកនិពន្ធមិនបានប្រាប់ថាកាក់ឈ្មោះកហបណៈនោះទេក៏ប៉ុន្តែនៅក្នុងរឿងនេះបានបង្ហាញថាមានប្រើកាក់មាសបងប្អូនដឹងទេនៅក្នុងកហបណៈនឹងគឺប្រើនៅក្នុងទឹកដីចម្ពោះទ្វីបនឹងប្រហែលជា700ឆ្នាំមុនគ្រិស្តសករាជមកម្លេះហើយកាក់នេះផងដែរក៏មានចាយនៅក្នុងស្រុកខ្មែរយើងផងដែរក៏ប៉ុន្តែអ្វីដែលខ្មែរយើងដឹងគឺស្ថិតទៅនៅក្នុងរឿងនិទានតែប៉ុណ្ណោះបាទឱកាសល្អខ្ញុំនឹងយករឿងនេះមកវិភាគម្ដងទៀតអំពីប្រកហបណៈដែលមានវត្តមាននៅក្នុងស្រុកខ្មែរយើងនេះផងដែរកាលពីអតីតកាលបាទដំបូងឡើយគឺដាក់កាក់មាស
តែបន្តិចបន្តួចតែប៉ុណ្ណោះក៏ប៉ុន្តែនៅពេលនោះគឺប្រកាសដែលបានយកមកជាប់នឹងខ្លួនពីព្រោះអីកាលណាព្រះអង្គយាងទៅទីណាប៉ុណ្ណាគឺទ្រព្យសម្បត្តិមួយចំនួនត្រូវបានយកមកជាពិសេសលុយកាក់ប្រកាសមាសប្រាក់ហ្នឹងគឺត្រូវតែយកមកនៅពេលនោះគឺប្រកាសមាសប្រាក់កាក់ហ្នឹងគឺបានចាញ់សក្កនិអស់ហើយនៅពេលនោះព្រះអង្គបានដាក់ខ្សែដៃបានដាក់ខ្សែដៃដោះខ្សែដៃដោះខ្សែកដែលមានបន្តោងពេជ្រហើយនឹងទ្រព្យសម្បត្តិដែលជាប់នឹងខ្លួននឹងក៏ចាញ់អស់ចាញ់សក្កនិអស់ទៅលបែងចេះតែបន្តបាទទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មានគឺបាទគឺយុទ្ធិសារៈចាញ់អស់ហើយនៅពេលនោះបាទយុទ្ធិសារៈគឺចាប់ផ្ដើមមានអារម្មណ៍កាន់តែពុះកញ្ជ្រោលខឹងសម្បាទៅនឹងសក្កនិដែលចេះតែឈ្នះព្រះអង្គរហូតដូច្នេះនៅពេលនោះបាទវិទូនៅពេលដែលឃើញសភាពការហាក់បីដូចជាមិនស្រួលវិទូបានទៅក្បែរព្រះមហាក្សត្រគឺព្រះអង្គធរិទ្ធរាជដើម្បីឲ្យជួយទប់ដើម្បីឲ្យព្រះអង្គជួយបញ្ឈប់ហើយនឹងទប់ស្កាត់ពីព្រោះអីវិទូគិតឃើញថានឹងមានហេតុការណ៍អាក្រក់កើតឡើងជាក់ជាមិនខានរឿងហេតុសំខាន់នោះគឺបណ្ដាលមកពីទុរយោធនេះតែម្ដងទុរយោធនេះគឺជាដើមហេតុដើមចមដែលនឹងមានមហាវិនាសកម្មទៅថ្ងៃអនាគតនេះគឺជាសម្ដីរបស់វិទូដែលបានទស្សទាយហើយព្រះអង្គបានជម្រាបវិទូបានជម្រាបប្រាប់យុទ្ធិសារៈរួចម្ដងហើយថាសក្កនិនេះទុរយោធនេះគឺជាបុគ្គលដែលកើតមកគឺដើម្បីបំផ្លាញបាទគឺដើម្បីបំផ្លាញរាជវង្សកៅរវៈតាមពិតនោះនៅពេលតាំងពីឲ្យកំណើតមកម្លេះមានហេតុភេទអាក្រក់កើតឡើងជាច្រើនមានព្យុះកំណាចមកខ្លាំងមានស្អីៗគ្រប់បែបយ៉ាងដែលជាហេតុភេទដែលនាំឲ្យវិទូអាចទស្សទាយដឹងថាក្មេងនេះគឺជាដើមហេតុនៃការបំផ្លាញរាជវង្សវិទូហ៊ានសម្រេចចិត្តថាគួរតែផ្ដាច់ផ្ដោតជីវិតទីរកនឹងចោលទៅតែម្ដងទៅកាលពីអតីតកាលជាង20ឆ្នាំមុននោះបាទខណៈដែលទុរយោធដែលទៅនឹងកើតបាទវិទូគឺជាហោរាសាស្ត្រគឺជាអ្នកទស្សទាយគឺជាអ្នកព្យាករណ៍មួយដែលសុក្រិតច្បាស់លាស់ក៏ប៉ុន្តែបាទត្រូវបានទុរយោធវាយប្រហារផងដែរបាទវិទូបានផ្ដាំទៅសុំអង្វរម្ដងហើយម្ដងទៀតទៅព្រះមហាក្សត្រថាឲ្យបញ្ឈប់លបែងនេះភ្លាមបើមិនដូច្នោះទេបញ្ហាកាន់តែធំនឹងកើតមានឡើងបាទនៅពេលនោះទុរយោធបានញាក់ត្របកភ្នែកបាទញាក់ត្របកភ្នែកជាសញ្ញាហៅវិទូឲ្យមកចិត្តបាទមិនមែនជារឿងធម្មតាទេទុរយោធនឹងគឺដោយសារអំណាចដោយសារជាបុត្ររបស់ព្រះមហាក្សត្រគាត់មានសិទ្ធិញាក់ត្របកភ្នែកជាសញ្ញាឲ្យពុកមារបស់ខ្លួនដែលជាប្រធាននៃក្រុមជំនុំបាទនៃមន្ត្រីនៅក្នុងវាំងនោះផងដែរឲ្យមកចិត្តរួចហើយបានប្រាប់ថាជួព្រះអង្គកុំព្យាយាមបង្កបាទកុំព្យាយាមទប់ស្កាត់នៅអ្វីដែលទ្រង់ចង់ធ្វើអ្វីដែលទ្រង់កំពុងធ្វើទ្រង់គិតថាខ្ញុំម្ចាស់គិតថាជារឿងត្រឹមត្រូវនេះគឺជាសម្ដីរបស់ទុរយោធ
ហើយបានស្ដីឲ្យវិទូជាច្រើនដែលថាវិទូនេះគឺកាន់ជើងតែបណ្ឌវៈហើយមិនលើកសរសើរមិនបាទមិនសរសើរពួកការវៈនោះទេមិនស្រឡាញ់ស្មារភាពយ៉ាងនេះយ៉ាងនោះបាទគឺនេះគឺជាសម្ដីដ៏ក្រោតក្រៀតមួយចំនួនកាត់ធំទៅលើវិទូហើយនៅពេលចុងក្រោយប្រាប់ថាមិនចាំបាច់មកទប់ស្កាត់នៅទង្វើរបស់ទ្រង់នោះទេបាទនៅពេលនោះវិទូក៏បានដើរចាកចេញពីទីនោះល្បែងបាសកាក៏នៅតែបន្តរហូតសំឡេងរបស់សាកូនីនៅតែនិយាយថាឈ្នះឈ្នះឈ្នះរហូតនៅពេលនោះគឺយុទ្ធិសារៈអស់មាសអស់ប្រាក់អស់ទ្រព្យសម្បត្តិនៅពេលនោះមានតែរទេះសេះក៏យកទៅដាក់អស់សេះក៏ដាក់អស់ហើយខ្ញុំបំរើដែលមកតាមព្រះអង្គក៏យកទៅដាក់ធ្វើជាដើមផាន់ហ្នឹងអស់ទៀតផងដែរបាទនៅទីបំផុតគឺយុទ្ធិសារៈសាកូនីនៅចេះតែទៅសួរទទូចថាតើមានអ្វីដែលអាចដាក់បន្ថែមទៀតព្រះអង្គអាចយកមកដាក់បានបាទនៅពេលនោះគឺយុទ្ធិសារៈកំពុងតែគឺវិលក្បងគឺដូចជាមនុស្សវង្វេងស្មារតីដូច្នោះដែរគណៈដែលកំពុងតែចាញ់លបែងកាន់តែខ្លាំងកាន់តែជ្រុលខ្លាំងទៅគោលបំណងគឺចង់ស្ដារសារឡើងវិញដើម្បីឲ្យបានរួចខ្លួនឬមួយយ៉ាងណានោះវិទូយុទ្ធិសារៈមើលជុំវិញខ្លួនមួយសន្ទុះព្រះអង្គបានសម្រេចចិត្តបាទដាក់បាទគឺមុននឹងដាក់នគរហើយនឹងសាទេពដែលជាប្អូនរបស់ទ្រង់នោះគឺព្រះអង្គដាក់ទាំងទ្រព្យសម្បត្តិនៅនគរហើយទ្រព្យសម្បត្តិដែលមាននៅក្នុងព្រះរាជឃ្លាំងទាំងអស់គឺចាញ់អស់អាលីងតែម្ដងដូច្នេះនៅពេលដែលព្រះអង្គបានងាកឃើញប្អូនប្រុសរបស់ទ្រង់គឺនគរនិងសាទេពបានដាក់ជាក្រយាតំណាងគឺដើមផាន់តទៅទៀតនៅពេលនោះសាកូនីនៅតែឈ្នះដដែលបាទហើយសាកូនីបានបន្តនិយាយថាយ៉ាងម៉េចហេតុអីបានជាដាក់តែបុត្ររបស់ព្រះនាងកន្ទីចុះបុត្ររបស់ប្អូនរបស់ឯង2នាក់ទៀតហ្នឹងຕົកស្អីទៀតហេតុអីបានជាឬមួយក៏ឯងស្រឡាញ់កូនរបស់ព្រះនាងបាទដែលជាម្ដាយរបស់យុទ្ធិសារៈហ្នឹងដែលមានប្អូន2នាក់គឺអរជុននិងភីមហេតុអីបានយកមិនយកមកដាក់ផងតើពួកគេនឹងមានតម្លៃខ្ពស់ប៉ុណ្ណាជាងសហទេពហើយនឹងនគរតើឯងនឹងស្រឡាញ់បងប្អូនឯងខុសគ្នាឬមួយយ៉ាងដូចម្ដេចយុទ្ធិសារៈបានឆ្លើយថាចូលព្រះមេតាឡាកុំចង់មកបំបែកបំបាក់ចាក់រុកបំបែកសាមគ្គីភាពរវាងបងប្អូនពួកយើងឲ្យសោះបាទទោះបីយ៉ាងណាក៏ពួកយើងនៅតែស្រឡាញ់គ្នាសហការគ្នារហូតបាទនៅពេលឮដូច្នោះក៏យុទ្ធិសារៈក៏សម្រេចចិត្តសម្រេចប្រតិដាក់អរជុនហើយនឹងភីមបាទភីមនេះគឺជាមេទ័ពកំពូលនៅក្នុងនៅអាណាចក្រនៅទីក្រុងឥន្ទ្រប្រស្ត្រផងដែរហើយនឹងអរជុនគឺជាខ្មាន់ធ្នូដ៏អស្ចារ្យដាក់ទាំងពីរនាក់ហ្នឹងក៏ចាញ់អស់តែម្ដងទៀតបាទនៅពេលនោះឥឡូវនេះសាកូនីបានប្រកាសជាចុងក្រោយថាឥឡូវនេះព្រះអង្គអស់ទ្រព្យសម្បត្តិអស់
អូនទាំង4នាក់រួចទៅហើយបាទហើយមិនតែប៉ុណ្ណោះទៀតព្រះអង្គក៏រូបព្រះអង្គផ្ទាល់ហ្នឹងក៏បានដាក់ជាកិរិយាតំណាងហើយចាញ់ខ្ញុំម្ចាស់អស់ហើយចាញ់ទូលបង្គំអស់ហើយបាទបានន័យថាទ្រព្យសម្បត្តិក៏អស់រលីងបងប្អូនក៏អស់ខ្លួនឯងក៏ត្រូវបានចាញ់អស់ខ្លួនឯងគឺព្រះមហាក្សត្រនេះយុទ្ធិសារៈហ្នឹងក៏ដាក់យុទ្ធិសារៈហ្នឹងក៏យកទៅភ្នាល់ចាញ់គេអស់រលីងនៅពេលនេះសកលនេះបាននិយាយថាឥឡូវនេះព្រះអង្គចាញ់អស់ហើយគ្មានអ្វីនៅសេសសល់នោះទេតើព្រះអង្គឥឡូវនេះខ្ញុំម្ចាស់នឹងឲ្យទ្រព្យសម្បត្តិទាំងអស់នេះប្រគល់ជូនព្រះអង្គវិញប្រគល់ជូនលោកក្មួយវិញបើសិនបើព្រះក្មួយឈ្នះក្តារចុងក្រោយនេះដូច្នេះតើព្រះអង្គមានអ្វីជាចុងក្រោយដើម្បីយកមកធ្វើជាកិរិយាតំណាងគឺជាដើមផាន់តទៅទៀតបាទនៅពេលនេះគឺយុទ្ធិសារៈកពុលមុខកាន់តែខ្លាំងឡើងមិនដឹងជាធ្វើយ៉ាងណាគឺគ្មានអ្នកណាសល់ក្រៅពីទ្រពទីនោះទេបាទសកលនេះបានប្រកាសបានប្រាប់ថាបានបង្ហើបថាទ្រពទីហ្នឹងទុកធ្វើអីទៀតបើអ្នកទាំងអស់គ្នានឹងចាញ់អស់ហើយហ្នឹងទ្រពទីទុកធ្វើអីទៀតឲ្យទៅជាមួយគ្នាទាំងម្ដងទៅបាទទៅពេលនោះយុទ្ធិសារៈបច្ចាណាចុះឡើងក៏យកព្រះនាងទ្រពទីនេះគឺជាការផ្សងសំណាងចុងក្រោយហើយក៏ជាការបោះកូនបាសកាចុងក្រោយរបស់យុទ្ធិសារៈហើយនិងសកនិធម្មតាគឺយុទ្ធិសារៈគឺជាអ្នកបោះមុនហើយសកនិបោះឲ្យកូនបាសកានៅតាមក្រោយបាទនៅពេលនេះគឺសកនិបានក្រឡុកកូនបាសកាជាកូនបាសកាចុងក្រោយហើយក៏ជាជោគវាសនារបស់អ្នកទាំងអស់គ្នារបស់បណ្ណវៈផងដែរជាពិសេសយុទ្ធិសារៈនឹងតែម្ដងនៅពេលដែលបាទខណៈនោះបងប្អូននឹងទេខណៈនោះតើសភាពការនៅក្នុងសភាពហេតុការដែលកើតឡើងនៅក្នុងសភានឹងមានលក្ខណៈយ៉ាងដូចម្ដេចគឺម្នាក់គឺនៅស្ងៀមស្ងាត់ឈឹងត្រឹងចាំមើលតែហេតុការបន្ទាប់ទៀតតើវាមានឡើងយ៉ាងដូចម្ដេចជាពិសេសគឺហេតុការនៃការក្រឡុកបោះគ្រាប់ឡុកឡាក់នៅពេលចុងក្រោយបំផុតម្ដងនេះពីព្រោះអីសកនិបានប្រាប់ថាបើសិនជាព្រះអង្គឈ្នះយុទ្ធិសារៈឈ្នះនឹងប្រគល់ទ្រព្យសម្បត្តិដែលចាញ់ទាំងអស់នឹងឲ្យត្រឡប់មកវិញនេះគឺជាក្តារចុងក្រោយបាទនៅពេលដែលសកនិក៏លុកក្របឡុកឡាក់រួចហើយបានក្រវែងបានបោះក្របឡុកឡាក់ទៅលើក្តារក្រាលនៅពេលនោះសំឡេងបន្លឺឡើងថាឈ្នះបាទនៅពេលនោះគឺនាងទ្រពទីក៏ត្រូវបានអស់ចាញ់អស់ទៅលើទ្រព្យសម្បត្តិទាំងអស់ហើយនឹងបុគ្គលទាំងអស់ហ្នឹងគឺត្រូវបានคล้ายជាទ្រព្យសម្បត្តិរបស់ទុរយោធទាំងអស់ក្នុងមួយប្រព្រឹត្តភ្នែកតែម្ដងបាទនៅពេលនោះគឺភីមចាប់ផ្ដើមបាទតាមពិតភីមខឹងតាំងពីមិនទាន់បោះក្របឡុកឡាក់ចុងក្រោយម្លេះភីមចាប់ទាញដំបងនៅពេលដែលសកនិប្រាប់ថាមិនក៏មិនដាក់ទ្រពទីទៅបាទភីមចាប់ទាញដំបងប្រនុងធំនោះប្រុងក្រវែងគប់ក្បាលសកនិឲ្យអាយះអាយែងតែម្ដងក៏ប៉ុន្តែដោយសារអរជុនបានមិចភ្នែកថាចូលនៅឲ្យស្ងៀមព្រោះអីពួកគេហ្នឹងគឺមិនហ៊ានធ្វើអ្វីបើសិនជាគ្មានការអនុញ្ញាតអំពីបងប្រុសរបស់គេនោះទេ
បើសិនជាគ្មានបញ្ជាគឺពួកគេគឺត្រូវតែមិនធ្វើអ្វីទាំងអស់បាទនេះគឺជាបាទច្បាប់នៅក្នុងក្រមគ្រួសាររបស់កែរវៈបាទបណ្ឌវៈបាទនៅទីបំផុតគឺអ្វីគ្រប់បែបយ៉ាងត្រូវคล้ายជាទ្រព្យសម្បត្តិរបស់ទុរយោធទាំងអស់បាទឥឡូវនេះខ្ញុំបាទសូម slash តែប៉ុណ្ណេះសិនតើមានហេតុការណ៍អ្វីកើតឡើងនៅក្នុងរាជនៅក្នុងរាជសភានៅក្នុងទីក្រុងហសេនពុរៈដែលកំពុងតែមានកម្ដៅកើនឡើងជាង 1000 អង្សាបាទអរគុណច្រើនសូមជម្រាបលាបាយបាយ